ព័ត៌មានមិនពិតមានការប៉ះពាល់ដូចជាទៅដល់ប៉ះពាល់ដល់សង្គមហើយនឹងការយល់ច្រឡំហើយមានដូចជាព័ត៌មានផ្សេងដែលធ្វើឲ្យសង្គមវាប៉ះពាល់វាលក្ខណៈថាវាមានការមិនច្បាស់វាមិនធ្វើឲ្យប្រជាជនពលរដ្ឋដែលពួកគាត់មានវ័យចំណាស់ធ្វើឲ្យពួកគាត់យល់ច្រឡំកាន់តែច្បាស់អញ្ចឹងហើយតើពួកយើងទាំងអស់គ្នាព្យាយាមបំផ្លាញព័ត៌មានមិនពិតគឺមិនអាចឲ្យមាននៅក្នុង social media ទៀតទេពួកយើងត្រូវតែព្យាយាមយកព័ត៌មានពិតមកបង្ហាតគ្នាកុំព្យាយាមតដោយឃើញព័ត៌មានមិនពិតយើងនៅតែព្យាយាមshare ធ្វើឲ្យប្រជាជនយើងហ្នឹងគាត់មានភាពភ័យខ្លាចយល់ច្រឡំកាន់តែខ្លាំងទៅមានព័ត៌មានជាច្រើនដែលធ្វើឲ្យប្រជាជនបងប្អូនយើងភ័យពីដោយសារតែការព័ត៌មានមិនពិតសូម្បីតែរូបនាងខ្ញុំផ្ទាល់ក៏ពេលខ្លះអាចនឹងយល់ច្រឡំព័ត៌មានមិនពិតក៏បានច្រឡំshareប៉ុន្តែនៅពេលដែលដឹងព័ត៌មានត្រូវលុបចេញជាបន្ទាន់ដោយសារតែពួកយើងទាំងអស់គ្នាជឿជាក់លើរដ្ឋាភិបាលពួកយើងមិនត្រូវយកព័ត៌មានមិនពិតនោះមកផ្សាយបន្តផ្ទាល់ទៀតពីមួយទៅមួយនោះទេព្រោះតែការតពីមួយទៅមួយប្រជាជនយើងធ្វើឲ្យប្រទេសជាតិយើងមិនរីកចម្រើននោះទេអញ្ចឹងហើយពួកយើងត្រូវតែព្យាយាមយកព័ត៌មានពិតដើម្បីចែករំលែកកុំចែករំលែកព័ត៌មានមិនពិត